ហើយតែចូលដល់ខែ8ខ្ញុំរៀបរំភើបបន្តិចពួកអីថ្ងៃទី7ខែ8នេះពួកខ្ញុំរៀបការមួយគ្នាបាន7ឆ្នាំហើយខែ8 9ឆ្នាំមុនក៏ជាខែដែលពួកយើងភ្ជាប់ពាក្យដែរដឹងអត់បងប្អូនប្រឡងទី12ចប់បាន3ថ្ងៃម៉ាក់ចាប់ភ្ជាប់ពាក្យនិយាយមែនបងប្អូនអើយពេលហ្នឹងដោយសាររៀនចប់ភ្លាមខ្ញុំត្រូវទៅរៀនតនៅអាល្លឺម៉ង់ហើយម៉ាក់ខ្ញុំក៏ថាគាត់ដល់សំខាន់ណាស់រឿងប្រពៃណីវប្បធម៌និយាយទៅរៀងបារាណដែរមិនឲ្យកូនទៅឆ្ងាយដល់អត់ទាន់ភ្ជាប់ពាក្យអីអញ្ចឹងទេអញ្ចឹងគាត់សុំឲ្យខ្ញុំភ្ជាប់ពាក្យសិនមុននឹងទៅអាល្លឺម៉ង់ពួកដឹងថាទៅបានជួបគ្នាមួយបងម៉ៃហើយពេលហ្នឹងបងប្អូននិយាយតាមត្រង់ភ្ជាប់ពាក្យទាំង20ដែរអញ្ចឹងកុំយល់តម្រាប់តាមនឹកឃើញពេលហ្នឹងប្រឡងចប់ភ្លាមក៏ដល់ថ្ងៃភ្ជាប់ពាក្យបងម៉ៃក៏នាំខ្ញុំទៅទិញកាដូមួយគឺខ្សែកនឹងឯងមើលទៅទូចតែមានន័យពេលហ្នឹងអញ្ចឹងមួយថ្ងៃនេះឃើញខ្សែកនឹងហើយមានអារម្មណ៍ថាអូយនឹកឃើញដល់ពេលវេលាមួយហ្នឹងហ្មងហើយផ្លេចមកផ្លែតសពភ្ជាប់ពាក្យហើយ8ជាងឆ្នាំរៀបការមួយគ្នា7ឆ្នាំបើស្គាល់គ្នាវិញឆ្នាំក្រោយ10ឆ្នាំហើយណាពេលខ្លះសួរខ្លួនឯងដែរអូយសល់អីខ្លះហើយរាល់ថ្ងៃហ្នឹងអីផ្សេងអត់សំខាន់ទេសម្រាប់ខ្ញុំសំខាន់ខ្លាំងគឺអនុស្សាវរីយ៍ស្រឡាញ់គ្នាឲ្យដូចពីដំបូងត្រង់ហ្នឹងគឺសំខាន់ណាស់ទៅស្នេហាយើងទៅយូរអង្វែងនៅតែស្រឡាញ់គ្នាដូចថ្ងៃនេះអញ្ចឹងបងម៉ៃជូនខ្ញុំមករោមួយគ្រឿងអលង្ការនៅ Pandora Eon Sensok ធ្វើឲ្យដូចពីដំបូងនឹងឯងរោទិញអីចំទៅពេលគេប្រម៉ូសិនទេហើយថ្ងៃនេះមក Pandora គេមានប្រម៉ូសិនរហូតដល់ទៅ50%ជាមួយនឹងកម្មវិធីដ៏ធំមួយពី Eon Mall បងប្អូនពីថ្ងៃទី7ដល់ថ្ងៃទី23កុំភ្លេចរងចាំមើលទាំងអស់គ្នាពួកខ្ញុំចេញពីនឹងក៏នាំគ្នាទៅហាង Gap នៅ Eon មួយម៉ែខ្ញុំងាយទិញអីគាត់ទេបើទិញគឺទិញកៅអៅនឹងហ្មងព្រោះបើឲ្យគាត់ទិញកៅអៅខ្លួនឯងទិញតែម៉ូដដែរអញ្ចឹងកាដូភាគច្រើនទិញកៅអៅឲ្យដើម្បីគាត់បានម៉ូដថ្មីប្លែកខ្លះចឹងទៅគូស្នេហ៍បងប្អូនណាខ្លះ6 7 8ឆ្នាំហើយក៏នៅតែអញ្ចឹងដូចខ្ញុំ2នាក់ហើយបើ Gap វិញគឺមាន promotion ចុះតម្លៃទៅលើ item ទី2កៅអៅពីខាងគាត់ម៉ូដចេញមកប្លែកស្អាតដែរបើមិនជឿទេជាមួយខ្ញុំឲ្យបងម៉ៃលោ2ម៉ូដនេះឲ្យមើលធានាថាប្លែកហ្មងហើយស្រីយើងយកលេសជូនគេទិញកៅអៅប៉ុន្តែមកវិញមិនបានតែគេទេដឹងតែបានខ្លួនឯងដែរហ្មងណាគេអញ្ចឹងខ្លះចេញមកប៉ះគេ promotion ទៀតមិនបាច់និយាយឥឡូវចេញមកហើយជាមួយនឹង outfit ទី1បងម៉ៃហើយបើ outfit ទី2នេះវិញត្រូវទៅអាល្លឺម៉ង់ខែហ្នឹងហ្មងបងម៉ៃភាគច្រើនពាក់អាវតសខ្មៅដែរពេលខ្លះខ្ញុំចង់ឲ្យគាត់ពាក់អីប្លែកចឹងទៅហើយបើឈុតខ្ញុំថ្ងៃនេះវិញគឺដូចនិស្សិតនិយាយទៅចេញមករំលឹកអនុស្សាវរីយ៍ការឆ្លាញ់គ្នាដំបូងនៅអាល្លឺម៉ង់ហ្មងណាអញ្ចឹងបងប្អូននៅ Gap ពីថ្ងៃទី7ដល់ថ្ងៃទី23នេះបើបងប្អូនទិញអស់$90ឡើងទៅបាន$5មកវិញទៀតហើយម៉ូម៉ូនិងបងម៉ៃឥឡូវគឺថាមកដល់ Eon 3ហើយបងប្អូនដោយសារតែ Eon ទាំង3សាខាមានជាមួយនឹងកម្មវិធីដ៏ធំមួយចាប់ពីថ្ងៃទី7ដល់ថ្ងៃទី23នេះកម្មវិធីមានឈ្មោះថាស្នេហ៍ស្នង Summer Valentine បងប្អូនកុំភ្លេចទៅទាំងអស់គ្នាដោយសារតែមាន promotion ពិសេសជាច្រើនហើយក៏មានកម្មវិធីកម្សាន្តជាច្រើនផងដែរក្រៅពីហ្នឹងដល់ទិញអីបានស្លឹកឆ្នោតទៀតទៅបានស្លឹកឆ្នោតទិញអីដូរបានស្លឹកឆ្នោតនៅបងម៉ៃទៅទិញកៅអៅទៅពេលរួចទាបងម៉ៃទៅទិញមាសវិញស្រីយើងអញ្ចឹងតើចូលទិញកាដូឲ្យគេទូចហើយចង់បានមកវិញសិតតែចេះស្រីណាខ្លះពីដើមឡើយមកមិនដែលចេះស្រឡាញ់មាសទេទៅតែឥឡូវនេះឃើញតម្លៃមាសហើយចាប់ផ្ដើមជឿម៉ាក់ជឿប៉ាហ្មងហើយហាងមាសដែលខ្ញុំទៅថ្ងៃនេះគឺ CAJ នៅខាង Eon Mall នឹងឯងប្រភេទមាសគ្រឿងអលង្ការពីខាងគាត់ម៉ូដចេញមកគឺប្លែកស្អាតខ្លាំងមែនតែនហ្មងគាត់មានច្រើនប្រភេទតាំងពីមាស 24K និយាយទៅគឺថាបងប្អូនអាចទុកចិត្តបានតម្លៃអីវិញក៏តាមហាងឆេងតាមនឹងអញ្ចឹងណាក្រៅតែពីគ្រឿងអលង្ការគាត់ក៏មានប្រភេទរបស់អនុស្សាវរីយ៍បងប្អូនទិញទុកទិញតាំងទិញអីក៏មានដែរបើនិយាយពី Eon Mall វិញមិនថា Eon 1 Eon 2 Eon 3ទេក្នុងកម្មវិធីនៅខែសីហានេះបងប្អូនទៅហាងណាក៏ដោយកុំភ្លេចកុំចោលវិក័យប័ត្រអីសោះណាលើកលែងតែ Eon Supermarket មួយគត់ព្រោះអីបងប្អូននឹងមានឱកាសឈ្នះរង្វាន់ទៅលេងកោះអភិជនពីកម្មវិធីស្នេហ៍ស្នង Summer Valentine របស់ Eon Mall នឹងឯងដូចខ្ញុំអញ្ចឹងថ្ងៃនេះបើដើរទិញ3កន្លែងគឺយើងបានវិក័យប័ត្រ3ហើយបងប្អូនអញ្ចឹងហើយចេញទៅវិញគឺយើងយកជាមួយនឹងវិក័យប័ត្ររបស់យើងហ្នឹងទៅបដូរយកស្លឹកឆ្នោតនៅកន្លែងផ្ដល់ព័ត៌មានរបស់ Eon នីមួយបងប្អូនទិញអស់ចាប់ពី$20ឡើងទៅគឺបានស្លឹកឆ្នោតមួយហើយក្នុងស្លឹកឆ្នោតហ្នឹងគឺបងប្អូនមានឱកាសបានឈ្នះរង្វាន់ទៅលេងកោះអភិជនថែមទៀតផងនិយាយពីថាចំណេញហ្មងខែសីហានេះអីវ៉ាន់ក៏មាន promotion ច្រើនហើយមានឱកាសឈ្នះរង្វាន់ទៀតអញ្ចឹងទិញអីកុំចោលវិក័យប័ត្រណាយកទៅកន្លែងផ្ដល់ព័ត៌មានក្រៅពីមានឱកាសបានស្លឹកឆ្នោតចាប់រង្វាន់បងប្អូនបើសិនបងប្អូនទិញវិក័យប័ត្រពីហាងមួយចំនួននេះគឺបងប្អូនអាចទៅដូរនៅសបាយ Cinema បានចុះតម្លៃ50%ពីលើនឹងទៀតកម្មវិធីនេះដែលខ្ញុំបញ្ជាក់អញ្ចឹងពីថ្ងៃទី7ដល់ថ្ងៃទី23ខែសីហានៅគ្រប់សាខា Eon Mall ទាំង3ទៅដើរទិញអីវ៉ាន់ចំណេញមាន promotion ច្រើនមានទាំងល្បែងកម្សាន្តហើយមានឱកាសឈ្នះរង្វាន់ទៀតបងប្អូនអើយ